របៀបបង្កើតបានពាក្យនៅក្នុង Google Slide ប្រើសម្រាប់ control ចុចចុះឬក៏លោកគ្រូអ្នកគ្រូអាចច្នៃប្រឌិតបង្កើតជាល្បែងសិក្សាសម្រាប់សិស្សានុសិស្សចាប់ពីកម្រិតថ្នាក់ទី1ដល់ទី6បានអញ្ចឹងដើម្បីលោកគ្រូអ្នកគ្រូអាចធ្វើជាបានពាក្យបែបនេះបានចឹងខ្ញុំនឹងបង្ហាញជាជំហានដំបូងជូនលោកគ្រូអ្នកគ្រូជំហានដំបូងលោកគ្រូអ្នកគ្រូបានចូលទៅកាន់ Google Chrome ដំបូងបាទលោកគ្រូអ្នកគ្រូចុចមកខាងស្ដាំដៃនេះកន្លែងចុច9នេះតមកលោកគ្រូអ្នកគ្រូស្វែងរកពាក្យបាទ slides ដែលមាននិមិត្តសញ្ញាបែបនេះលោកគ្រូអ្នកគ្រូចុចលើនឹងមកបាទបន្ទាប់មកលោកគ្រូអ្នកគ្រូចុចកន្លែង plan presentation សញ្ញាបូកនេះបន្ទាប់មកវាបង្ហាញរូបបាទបែបនេះនៅលើអេក្រង់នេះយើងចុចលើពាក្យ plan slide បាទបន្ទាប់មកលោកគ្រូអ្នកគ្រូបាទធ្វើការដាក់ឈ្មោះវាសិនមកបាទអញ្ចឹងយើងដាក់ឈ្មោះវាដាក់ថាម៉េចឧទាហរណ៍យើងប្រើបានពាក្យបាទបដូរឈ្មោះកន្លែងហ្នឹងមកបាទបន្ទាប់មកគឺលោកគ្រូអ្នកគ្រូចុចកន្លែង file ហើយយើងចុចពី page setup ដោយសារយើងចង់បដូររូបរាងបានពាក្យរបស់យើងហ្នឹងជាទម្រង់បច្ឆោបច្ចុប្បន្នវាទម្រង់ដេកអញ្ចឹងលោកគ្រូអ្នកគ្រូអាចចុចពាក្យ custom បាទហើយកន្លែង y នេះwidth នេះលោកគ្រូអ្នកគ្រូដូរទៅជាលេខ 8.5 បាទ 8.5 ហើយកន្លែង high នេះលោកគ្រូអ្នកគ្រូដូរទៅជាទំហំ11បាទហើយនេះគឺរក្សាទុកដែរតមកលោកគ្រូអ្នកគ្រូចុច apply បាទពេលចុចចឹងទៅគឺបានរបស់យើងនេះវានឹងដូរទៅជាទម្រង់กระดาษបច្ឆោបាទលោកគ្រូហើយនេះយើងលុបចេញទៅចុចលើនោះលុបចេញបាទចឹងដើម្បីបង្កើតបានពាក្យនេះគឺយើងត្រូវការបង្កើតប្រអប់វាបាទអញ្ចឹងដើម្បីបង្កើតប្រអប់លោកគ្រូចុចលើកន្លែងរូបខាងលើនេះបាទមានរង្វង់មូលមាន4ជ្រុងយើងដាក់មកលើហ្នឹងគឺវាបង្ហាញ shape យើងរើស shape តមកយើងឈរលើ shapes ដដែលយើងចុចលើពាក្យឬប្រអប់នេះបាទ rectangle នេះតមកលោកគ្រូចុចអូសវាមកតបក៏ដល់ស្ដាំឲ្យជាប់ចុចទៅមកស្ដាំយកចប់ចុចអូសមកតមកលោកគ្រូចុចលើកន្លែងចុច3នេះបាទហើយរើពាក្យ format options បន្តមកលោកគ្រូយកពាក្យ size and rotation នេះបាទអញ្ចឹងកន្លែង width នេះលោកគ្រូដូរវាមកជា8បាទចុច05ហើយនេះគឺយើងរើសដាក់លេខ 3.2 នេះគឺជាទំហំដែលខ្ញុំធ្វើការសាកល្បងនៅក្នុងការបង្កើតហើយប្រើប្រាស់នៅក្នុងថ្នាក់រៀនគឺឃើញថាងាយស្រួលបាទទំហំសមរម្យនៅក្នុងការបង្កើតបានពាក្យហើយបើសិនជាលោកគ្រូឆ្នៃបែបហ្នឹង print សាកទៅហើយឃើញថាវាត្រូវចិត្តអាចដាក់ខ្នាតនឹងដែរហើយបើសិនជាមិនត្រូវចិត្តអាចដូរបានបាទតែប៉ុណ្្នឹងទេបាទអញ្ចឹងយើងនឹងបានប្រអប់របស់យើងប៉ុណ្ណឹងបាទអញ្ចឹងលោកគ្រូអាចចាប់អូសវាឡើងលើចុះក្រោមបន្តិចមកក៏បានដែរបាទពេលប៉ុណ្ណឹងហើយលោកគ្រូត្រូវដាក់ line បាទដើម្បីដាក់កេមវាបានបាទលោកគ្រូបាទចុច select លើហ្នឹងបាទចុចលើហ្នឹងមកតបមកយើងឃើញខាងលើនេះវាដាក់ border y ហ្នឹងគ្រូចុចអាហ្នឹងមកបាទហើយយើងជ្រើសទំហំ4ឬក៏ទំហំ8សម្រាប់បានពាក្យខ្ញុំគឺខ្ញុំរើស8ចឹងគ្រូអាចដាក់8ចឹងមកតោះមកយើងត្រូវសម្រាប់ចិត្តថាតើហ្គេមខាងក្រៅហ្នឹងលោកគ្រូចង់ដាក់ពណ៌អីគេបាទអញ្ចឹងយើងអាចចាក់ពណ៌នៅគេនឹងបាទអញ្ចឹងសម្រាប់ខ្ញុំគឺទីមួយខ្ញុំធ្លាប់ជ្រើសរើសពណ៌ខ្មៅបាទឬក៏ពណ៌ខៀវបាទប៉ុន្តែខ្ញុំអត់ជ្រើសរើសពណ៌ក្រហមទេបាទពណ៌ហ្នឹងយើងជ្រើសទៅអត់ត្រូវមួយក្មេងបាទអញ្ចឹងយើងអាចជ្រើសរើសពណ៌ខៀវបាទថ្នាក់ទី6ហ្នឹងគឺខ្ញុំជ្រើសរើសពណ៌ខៀវបាទតោះមកលោកគ្រូជ្រើសរើសពណ៌ខៀវហើយយើងចាក់ផ្ទៃខាងក្នុងបាទផ្ទៃហ្នឹងយើងចាក់នៅគេនឹងដូចគ្នាដែរបាទអញ្ចឹងផ្ទៃតើតនឹងផ្ទៃគឺខ្ញុំជ្រើសរើសពណ៌ស្តៀងហ្នឹងបាទបាននេះខៀវហើយគឺយើងរើសម្ដុំហ្នឹងបាទយើងសាកល្បងទៅពណ៌ដែលលោកគ្រូពេញចិត្តបាទហើយត្រង់កន្លែងចាក់ផ្ទៃនេះគឺខ្ញុំអត់ចាក់ឲ្យវាដិតពេកទេមានន័យថាអត់ចាក់ពណ៌លឿងឬក៏ពណ៌រៀងលក្ខណៈឆើតពេកវាអត់ស្អាតបាទវាអត់លេចអក្សររបស់យើងអញ្ចឹងយើងអាចចាក់ពណ៌នៅខាងក្នុងហ្នឹងគឺបែបស្រាលៗតោះមកលោកគ្រូអាចចុចមកឆ្វេងលើនឹង2ដងជាប់គ្នាបាទតោះមកវានឹងលោត cursor យើងហើយលោកគ្រូអាចវាបញ្ចូលពាក្យទៅបាទឧទាហរណ៍យើងចុចទៅសេពាក្យខ្មែរតោះមកលោកគ្រូបាទ select លើនឹងហើយយើងបដូរ font នៅខាងលើនេះដូរវាទៅជា font បាត់ដំបងឬមួយក៏កោះសន្តិភាពឬមួយក៏សៀមរាបអាស្រ័យលើលោកគ្រូតែជាទូទៅខ្ញុំឆ្លាញ់ font បាត់ដំបងនិងកោះសន្តិភាពនេះអញ្ចឹងឧទាហរណ៍ថាខ្ញុំរើស font កោះសន្តិភាពបាទអញ្ចឹងគឺពេលដែលនេះយើងជ្រើសមកវាដូរ font ប្រហែលហ្នឹងបាទប៉ុន្តែវាតូចពេកយើងព្រិចដើម្បីព្រិចយើង select លើនឹងមកហើយលេខខាងលើនេះគឺ14បាទលោកគ្រូអាចចុចសញ្ញាបូកនេះមកវានឹងដំឡើងបាទដំឡើងតាមដៃរបស់យើងបាទមកសំរុំដែលលោកគ្រូគិតថាស្អាតអាចវាតាមនឹងតែជាទូទៅខ្ញុំអាចវាយលេខបញ្ចូលលេខ65អញ្ចឹងទៅបាទលេខ65អញ្ចឹងទៅបាទដល់ទៀតលេខ65បាទប៉ុណ្ណឹងមក
ឬក៏អាចប្រិចបន្ថែមលើសនឹងទៀតបាទអាស្រ័យលើពាក្យរបស់យើងបាទពាក្យតែមកខ្លីអញ្ចឹងយើងអាចប្រិចបើវាតូចបើវាពាក្យយើងច្រើនវែងយើងដាក់ទំហំបន្តិចចឹងហ្នឹងចឹងទៅយើងបែនតាមហ្នឹងតើមកក្នុងกระดาษមួយនឹងលោកគ្រូចង់បានពាក្យបន្ថែមគឺលោកគ្រូមិនបាច់បង្កើតអីទេយើងបង្កើតតែមួយហ្នឹងតើមកយើងយកកណ្ដោរបស់យើងហ្នឹងចុចលើ shape នៃពាក្យរបស់យើងហ្នឹងចុចលើហ្នឹងឲ្យចេញទៅរូបរាងបែបហ្នឹងបាទហើយឲ្យវាចេញនិមិត្តសញ្ញានេះសញ្ញាបូក4ព្រួយបាញ់ទៅលើទៅក្រោមបាទឆ្វេងស្ដាំហ្នឹងតើមកលោកគ្រូចុច control ឲ្យជាប់ចុចអក្សរ D បាទអញ្ចឹងយើងនឹងបាន shape យើងមួយទៀតដែរបាទហើយយើងអូសវាមកបាទអូសមកហើយឲ្យចេញមកយើងសេរីតាមហ្នឹងតើមកគ្រូចុចដូចមុនទៀតចុចអក្សរ D ទៀតបាទ control D ទៀតមកដើម្បីវា copy បានតែប៉ុណ្ណឹងទេហើយចន្លោះនេះលោកគ្រូមិនបាច់ខ្វល់ខ្វាយវាទេទុកទឹកឲ្យវាសល់បន្តិចពេកចឹងទៅព្រោះពេលដែលយើង print មកយើងកាត់អក្សរនឹងចេញដដែលទេបាទចុះពេលដែលលោកគ្រូដាក់បានប៉ុណ្ណឹងហើយយើងដាក់យើងដូរពាក្យតាមបាទដូរពាក្យតាមចំណង់ចំណូលចិត្តរបស់លោកគ្រូបាទដាក់ដូរយ៉ាងមកបាទរួចជាការស្រេចហើយបើសិនលោកគ្រូចង់បានជាមួយនឹងទំព័រថ្មីក៏យើងអត់បង្កើតអីថ្មីដែរគ្រូគាត់ចុច select លើផ្ទាំងខាងឆ្វេងនេះមកហើយចុច control D ឬក៏ចុច mouse ស្ដាំហើយចុចពាក្យ duplicate slide បាទចុចនេះមកវានឹងបាទបង្កើតមួយទៀតដែរហើយគ្រូអាចចុចចឹងទៀតបង្កើតហើយយើង edit បង្កើតហើយយើង edit បាទតែប៉ុណ្្នឹងទេលោកគ្រូហើយយើងអាចនេះហើយយើង save បាទ download វាជា PDF ឬក៏ print តែម្ដងបាទអញ្ចឹងវីដេអូរបស់ខ្ញុំមានតែប៉ុណ្្នឹងទេជម្រាបលាលោកគ្រូ